สมาธิมีในทัศงบជាសេចក្តីស្ងប់ដែលបានមកពីការលើកចិត្តឡើងកាន់អារម្មណ៍កម្មដ្ឋាននៃណានីមួយដើម្បីកាត់បន្ថយនៅការងាររបស់ចិត្តគឺកាត់បន្ថយពីការគិតច្រើនមកនៅគិតតិចឬនិយាយតាមទម្លាប់ថាការធ្វើសមាធិគឺដើម្បីអប់រំចិត្តសម្រាប់បានជាសមថភាវនានឹងឯងចំណែកឯអារម្មណ៍ដែលនាំឲ្យមានសេចក្តីស្ងប់ស្ងាត់ចម្រើនឡើងនោះគឺមានច្រើនយ៉ាងដូចដែលលោកតានិយាយពុកម៉ែបងប្អូនអ្នកសិក្សានៅវិជ្ជាការពិតហ្នឹងបានដឹងហើយបើនិយាយអំពីគោលការណ៍នៅក្នុងព្រះពុទ្ធសាសនាយើងព្រះសម្មាសម្ពុទ្ធសមណគោតមព្រះអង្គបានបញ្ញត្តិនៅអារម្មណ៍ដែលនាំឲ្យស្ងាត់ឬដែលយើងហៅថាអារម្មណ៍កម្មដ្ឋានហ្នឹងមានរហូតដល់40ឯណោះដូច្នេះអារម្មណ៍កម្មដ្ឋានទាំងអស់គឺនរជនអាចលើកឡើងអារម្មណ៍កម្មដ្ឋានណាមួយក៏បានឲ្យស្របទៅតាមអធ្យាស្រ័យរបស់ខ្លួនហើយគោលបំណងនៃការលើកឡើងនៅអារម្មណ៍កម្មដ្ឋានមកបរិកម្មនោះក៏គឺដើម្បីឲ្យមានសេចក្តីស្ងប់ដូច្នេះសេចក្តីស្ងប់ដែលអាចកើតឡើងបានគឺមានឧបការៈពីសហចិត្តធម៌ផ្សេងទៀតជាច្រើនដូចជាវិតកៈគឺការលើកចិត្តឡើងកាន់អារម្មណ៍វិចារៈគឺការព្យាយាមក្នុងការសម្លឹងមើលអារម្មណ៍និងវិមង្សាគឺការពិនិត្យមើលបន្ថែមលើកិច្ចផ្គងចិត្តធ្វើកម្មដ្ឋាននោះដើម្បីជំនួយចិត្តឲ្យរឹតតែស្ងប់ឲ្យរឹតតែរឹងមាំនិងមានទម្ងន់អាចគ្របសង្កត់សេចក្តីសៅហ្មងទាំងឡាយមានការស្រឡាញ់ស្អប់ការងងុយងក់ងក់សេចក្តីរវើរវាយសេចក្តីក្រៅប្រហាយនិងសេចក្តីសង្ស័យនេះឯងហើយសេចក្តីសៅហ្មងទាំងនោះតែងរារាំងនិងបិទបាំងនៅសេចក្តីបរិសុទ្ធមិនឲ្យប្រកបឡើងបានលុះដល់ពេលចិត្តបានអប់រំឬបានរុំដោយខ្សែគឺសតិចងភ្ជាប់នឹងបង្គោលគឺអារម្មណ៍កម្មដ្ឋានឯណានីមួយក៏បានជាចិត្តស្ងប់ដូច្នេះសមាធិគឺជាកិច្ចបដិបត្តិដ៏សំខាន់មួយដើម្បីបានជាឧបការៈញែកគ្រឿងសៅហ្មងទាំងឡាយចេញហើយបើកឱកាសឲ្យសេចក្តីស្ងប់ស្ងាត់ដ៏បរិសុទ្ធដែលមានរួចជាស្រេចនៅទីនេះប្រកបឡើងព្រោះហេតុនោះហើយទើបយើងហៅកិច្ចបដិបត្តិនោះថាសមាធិវិបស្សនាដែលមានន័យថាការរួចរំដោះព្រោះមានសេចក្តីស្ងប់ស្ងាត់ជាមូលឬការជាក់ច្បាស់ចំពោះការពិតដែលមាននៅទីនេះព្រោះចិត្តបានរលត់ដោយឧបាយផ្សេងគឺការចម្រើនកម្មដ្ឋាននឹងឯ